បាទសូមជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះដែរខ្ញុំបង្ហាញអំពីរបៀបនៅក្នុងការផ្លាស់ប្ដូរ font system នៅលើ computer ដើម្បីឲ្យយើងបានស្រួលមើលអក្សរខ្មែរដែលមានទំហំធំជាងមុននិងស្អាតជាងមុនដូចជានៅពេលនេះបាទអក្សរខ្មែរវាមានទំហំតូចហើយយើងពិបាកក្នុងការមើលព្រោះយើងអាយុកាន់តែច្រើនទោះបីប្រើវ៉ែនតាក៏យើងពិបាកក្នុងការមើលដែរអញ្ចឹងនេះគឺជា font system ដើមរបស់ Windows ដែលវាចេញមកអក្សរខ្មែរបែបនេះបើយើងអាចតម្លើងឲ្យវាចេញបង្ហាញធំបានប៉ុន្តែក៏វាអត់ស្អាតហើយពិបាកក្នុងការមើលទ្រង់ទ្រាយរបស់វាដដែលបាទហើយនេះយើងចូលទៅមើលអក្សរខ្មែរដែលបង្ហាញមកគឺវាមានលក្ខណៈបែបនេះបាទវាចេញមកតូចបែបហ្នឹងបាទនេះចេញមកតូចបែបហ្នឹងយើងពិបាកក្នុងការមើលនឹងហើយអក្សរវាបង្ហាញអត់ទៅច្បាស់គឺវាមានទំហំអក្សរហ្នឹងគឺវាស្ដើងតូចពេកអញ្ចឹងយើងកាលណាយើងមើលទៅវាធ្វើឲ្យភ្នែកយើងកាន់តែព្រិលទៅអញ្ចឹងទោះតែយើងព្យាយាមមែនទែនបាទអញ្ចឹងដើម្បីឲ្យអក្សរខ្មែរនេះវាមានលក្ខណៈធំហើយស្អាតស្រឡះស្រួលមើលហើយយើងពេញចិត្តនៅ font ណាដែលយើងចង់ដាក់គឺយើងអាចដាក់បាននៅពេលនេះបាទអញ្ចឹងយើងចាប់ដើមទៅផ្លាស់ប្ដូរ font នេះទាំងអស់គ្នាដើម្បីឲ្យយើងអាចស្រួលមើលនិងស្រួលធ្វើការនៅលើ computer បាទតោះឥឡូវយើងចាប់ដើមអញ្ចឹងខ្ញុំមាន file system font នេះក្នុងការផ្លាស់ប្ដូរនេះហើយអ្នកទាំងអស់គ្នាអាចចូលទៅទាញយកបាននៅក្នុង link ដែលខ្ញុំដាក់នៅខាងក្រោមវីដេអូនេះបាទនៅក្នុង description អញ្ចឹង font ខ្ញុំដាក់នៅកន្លែងនេះខ្ញុំបានតើវាមកដាក់នៅលើ desktop គឺយើងបើកវាមកបាទនេះfont ដែលខ្ញុំដាក់នេះគឺខ្ញុំដាក់ font ខ្មែរ OS សៀមរាបព្រោះអីខ្ញុំឆ្លាញ់ font ហ្នឹងដែលវាស្រួលមើលហើយបងប្អូនទាំងអស់គ្នាអាចផ្លាស់ប្ដូរ font នឹងបានបាទតាមតម្រូវការអញ្ចឹងគឺ font នេះបាទយើងចូលមកគឺ font នេះគឺ install ខ្មែរ OS សៀមរាបនេះគឺសម្រាប់ទៅជា system font នៅលើ Windows ហ្នឹងយើងស្រួលមើលតែម្ដងអញ្ចឹងយើងតើវាចេញមកក្រៅមកណាបាទនេះយើងតើយើងយកម៉ៅឆ្វេងបាទចុចហើយយើងតើវាចេញមកក្រៅអញ្ចឹងមកបាទនេះយើងបានវាមកហើយយើងបិទអានេះចោលវិញទៅបាទអញ្ចឹងបន្ទាប់មកគឺយើងធ្វើការបើកវាបាទយើងចុចម៉ៅឆ្វេង2ដងមកបាទបន្ទាប់មកវាលោតមួយផ្ទាំងមកបាទអ្នកទាំងអស់គ្នាចុចនៅលើពាក្យថា yes បន្ទាប់មកវាចេញបែបនេះទៀតបាទ register editor នេះបាទសូមចុចនៅលើពាក្យថា yes ទៀតបន្ទាប់មកចុចនៅលើពាក្យថា OK ដំណាក់កាលនេះគឺរួចរាល់ប៉ុន្តែ font នេះវាអត់ទាន់បង្ហាញមកទេដូច្នេះដើម្បីឲ្យ font ដែលយើងបានដាក់អំបញ្ញមិញនេះវាបង្ហាញមកគឺយើងត្រូវធ្វើការ restart computer របស់យើងសិនយើងចុចខ្វាយមកយើងចុច key window យើងមកហើយយើងចុច restart របស់វាគឺយើងយកពាក្យថា restart បាទបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងធ្វើការ restart ហើយឃើញថា font របស់យើងគឺចាប់ដើមធ្វើការផ្លាស់ប្ដូរគឺវាទៅជាបែបនេះអញ្ចឹងយើងចូលទៅមើល font ពេញទាំងអស់គ្នាបាទគឺ font ជាអង់គ្លេសក៏មានទំហំធំជាងមុនហើយស្រួលមើលជាងមុនដែរប្រភេទ folder បាទប្រភេទ file ក៏បង្ហាញចេញមកជា thumbnail ធំជាងមុនបាទយើងចូលទៅមើលអក្សរខ្មែរទាំងអស់គ្នាបាទនេះបាទបងប្អូនឃើញទេគឺវាមានទំហំធំស្រឡះស្រួលមើលទាំងអង់គ្លេសទាំងអក្សរខ្មែរនេះគឺវាចេញបែបនេះបាទវាចេញច្បាស់យើងស្រួលមើលតែម្ដងគឺជាប្រភេទ font ខ្មែរ OS សៀមរាបហើយ